In the room we are on card 1. We've just received takeoff checks and takeoff briefs. We need the control room poll. This is going to be a verbal from the lead. NASA បានបញ្ចេញយន្តហោះ H-59 ដែលមានសមត្ថភាពអាចហោះហើរលឿនជាងសំឡេងបើនិយាយពីយន្តហោះល្បឿនលឿនអ្នកប្រកាសជានឹកឃើញដល់យន្តហោះដែលមានសំឡេងផ្ទុះខ្លាំងយ៉ាងកកើតមេឃជាមិនខានក៏ប៉ុន្តែនៅពេលថ្មីៗនេះអង្គការ NASA បានបញ្ចេញយន្តហោះល្បឿនលឿនជាងសំឡេងមួយប្រភេទដែលមានសំឡេងស្ងាត់ស្មើទៅនឹងសំឡេងដែលយើងបិទទ្វារឡានតែប៉ុណ្ណោះ H-59 គឺជាការអភិវឌ្ឍរួមគ្នារបស់អង្គការ NASA និងក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិកដែលបានធ្វើតេស្តការហោះហើរយន្តហោះប្រភេទនេះបានយ៉ាងជោគជ័យជាទូទៅយន្តហោះដែលហោះលឿនជាងសំឡេងតែងតែបង្កើតរលកខ្យល់បុកទង្គិចគ្នាបង្កជាសំឡេងផ្ទុះយ៉ាងខ្លាំងដែលឲ្យឈ្មោះថា Sonic Boomលេខទាំងអស់នោះអាចលាន់ខ្លាំងរហូតធ្វើឲ្យរង្គើដីឬអាចធ្វើឲ្យបែកកញ្ចក់បង្អួចទ្វារបានយ៉ាងងាយទៅកន្លងមកគេតែងតែហាមឃាត់ការហោះហើរប្រភេទយន្តហោះនេះមិនឲ្យហោះពីលើទីក្រុងនោះទេក៏ប៉ុន្តែសម្រាប់ប្រភេទយន្តហោះ H-59 នេះវិញគឺត្រូវបានរចនាឡើងយ៉ាងពិសេសប្លែកពីគេដោយមានច្រមុះស្រួចនិងវែងអន្លាយដែលជួយបំបែករលកខ្យល់កុំឲ្យរត់មកបុកគ្នាលទ្ធផលគឺជាការប្រែការលាន់ទូកកកើតមេឃមកបន្លឺសំឡេងដិបតិចៗក្នុងកម្រិតប្រហែល75 decibel ប៉ុណ្ណោះបើនិយាយឲ្យស្រួលស្ដាប់ទៅគឺស្ងាត់ដូចជាគេបិទទ្វារឡានក្នុងរយៈចម្ងាយ6 ម៉ែត្រអញ្ចឹងស្ទើរតែមិនគួរឲ្យជឿនោះទេយន្តហោះប្រភេទនេះគឺអាចហោះក្នុងល្បឿនប្រហែលជិត 1500 គីឡូម៉ែត្រនៅក្នុង1ម៉ោងក្នុងកម្ពស់ប្រហែល 16000 ម៉ែត្រពីផ្ទៃដីគោលបំណងធំបំផុតនៃបេសកកម្មនេះគឺដើម្បីជាការត្រួសត្រាយផ្លូវក្នុងការហោះហើរដឹកអ្នកដំណើរលឿនជាងសំឡេងឡើងវិញនៅថ្ងៃអនាគតហើយនេះគឺជាការបោះជំហានយ៉ាងធំនិងទំនើបបំផុតក្នុងវិស័យអាកាសចរណ៍ហើយអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះបច្ចេកវិទ្យាដ៏ទំនើបមួយនេះបើទោះបីជាយន្តហោះនេះមានល្បឿនលឿនយ៉ាងណាក៏ដោយក៏វាមិនលឿនដល់ការ reply chat របស់អ្នកទាំងអស់គ្នាទៅកាន់ crash របស់អ្នកទាំងអស់គ្នាឡើយ follow សម្រាប់វីដេអូក្រោយ